ជំរាបសួរអ្នកអរគ្នាជួបមួយខ្ញុំទៀតហើយហ្នឹងឯងគឺយើងបន្តសាច់រឿងរបស់យើងតាមសំណុំពរកុំឲ្យខាត់ពេលយើងចូលសាច់រឿងយើងហ្នឹងទៅតោះកាលពីភាពមុនជីជ្រូកក៏គិតថាចម្លែកបានដូចជាលែងសូវមានអារម្មណ៍មិនស្រួលក្នុងខ្លួនទៀតហើយក៏បានចាប់អារម្មណ៍ថារបួសចាស់របស់ខ្លួននោះគឺបាត់ហើយជីជ្រូកក៏និយាយថាលែងឃើញមានស្លាកស្នាមអីទៀតហើយរាងកាយធូរស្រាលច្រើនណាស់ថែមទាំងមានអារម្មណ៍ថាកម្លាំងក្នុងខ្លួនកើនឡើងខ្លាំងទៀតផងឬមួយក៏លើកដាវនោះឡើងព្រមទាំងសួរថាធ្វើដៃឯងត្រូវអត់ពេលនោះក៏មានអ្វីម្យ៉ាងហោះជុំវិញដាវនោះជីឈឺយកដៃអង្អែលដាវព្រមទាំងនិយាយថាអរគុណច្រើនហើយទៅថ្ងៃមុខសូមជួយមើលថែផងណាគេក៏កាត់ឲ្យឃើញនៅខាងលើសែវជាឈរចាំជីឈឺបណ្ដាព្រមទាំងគិតផងថាសិស្សច្បងមិនក៏ទៅយូរដល់ថ្នាក់នេះតិចលោមានរឿងអីទេដឹងសែវជាក៏ដើរទៅខាងមុខបន្តិចព្រមទាំងនិយាយថាមិនកើតទេខ្ញុំត្រូវតែចុះទៅមើលអ្នកនាំផ្លូវពួកគេមកក៏បាននិយាយថាមនុស្សទេពលោកមិនអាចចុះទៅបានទេសែវជាក៏និយាយថាសិស្សច្បងដោយសារតែបានឃើញជីឈឺងើបមកវិញជីឈឺឡើងមកដល់ក៏សួរសែវជាថាសិស្សប្អូនតូចនោះចាំបងឡើងអន្ទះសារហើយណោះពេលដែលឃើញជីឈឺសែវជាក៏គិតឆ្ងល់ក្នុងចិត្តថាចម្លែកម៉ានរបួសក្នុងខ្លួនគេឡើងឃើញមានទៀតហើយក៏ចាប់ដៃជីឈឺមកស្ទាបជីបចោហើយក៏គិតថាកម្លាំងធាតុនិងចលនាធម្មពលរបស់គេខូចខាតយ៉ាងធ្ងន់ធ្ងរយ៉ាងនេះជាសះស្បើយកាលពីនៅដែនដីអាត់កំបាំងនោះមិនត្រឹមតែល្អប្រសើរទៅវិញនោះទេសូម្បីតែកម្រិតវិជាគុណគេក៏កើនឡើងដែរជីឈឺឃើញដូចនេះក៏សួរថាសិស្សប្អូនតូចអញកាត់អីសែវជាមើលមុខជីឈឺក៏ឆ្ងល់ក្នុងចិត្តថាតើនៅក្នុងស្រះវេទមន្តគេបានជួបប្រទះអ្វីខ្លះទៅជីឈឺឃើញដូចនេះក៏លើកដាវបង្ហាញព្រមទាំងនិយាយថាគ្មានអីទេក៏បន្តថាសិស្សប្អូនតូចមើលណែនេះគឺជាដាវទឹកដែលបងយកបានសែវជាឃើញភ្លាមក៏និយាយថាដាវទឹកលំដាប់កំពូលសែវជាក៏គិតក្នុងចិត្តថារបួសរបស់ជីឈឺអាចទេដែលដាវទឹកនេះជាអ្នកព្យាបាលជីឈឺក៏និយាយទៅកាន់សែវជាថាបានហើយបងអស្ចារ្យបងប្រាប់ឯងដាវទឹកមួយនេះមកក្រាស់ហ្មងណាបងមិនបានជ្រើសយកវាទេតែវាហោះមកពីថ្មមកដេញតាមបងឲ្យបងជ្រើសយកវាសែវជាក៏គិតក្នុងចិត្តថាដើរទៅពឹងលើស្រះវេទមន្តដើម្បីរស់បើវាចេញពីថ្មនោះនឹងបាត់បង់សារធាតុចិញ្ចឹមប្រសិនបើគ្មានអ្នករើសយកទេវានឹងត្រូវរលាយបាត់តែម្ដងលឺបែបនេះដាវក៏ខឹងជីឈឺក៏បាននិយាយថាដាវជើលេវចិត្តត្រជាក់ខ្ញុំមិនបានសម្ដៅលើឯងទេធ្វើក្មេងល្អស្ដាប់បង្គាប់ណាឃើញដូចនេះសែវជាក៏គិតថាមើលទៅដាវមួយនេះពិតជាចូលចិត្តគេខ្លាំងណាស់សែវជាក៏និយាយទៅកាន់ជីឈឺថាសិស្សច្បងល្មមត្រឡប់ទៅវិញបានហើយជីឈឺក៏ឆ្លើយថាបានគេក៏កាត់ឲ្យយើងឃើញនៅសំណាក់ពេលហ្នឹងក៏មានសម្លេងមួយនិយាយទៅកាន់ជីឈឺមិត្តសម្លាញ់ពេលដែលជីឈឺបែរទៅក៏ឃើញថាងជឺឈិនជីឈឺក៏និយាយទៅកាន់ថាងជឺឈិនថាថាងជឺឈិនចៃដន្យមិនបានលោកមកនៅទីនេះដែរសែវជាក៏និយាយថាស្រះវេទមន្តនេះស្ថិតក្រោមការគ្រប់គ្រងរបស់បឋានសួគ៌9ជាន់ហើយសំណាក់សួយអ៊ីនក៏ជាកម្មសិទ្ធិរបស់ពួកគេដែរជីឈឺក៏ដើរទៅដាក់ក្បាលថាងជឺឈិនមួយដៃព្រមទាំងនិយាយថាការពិតទៅកន្លែងថ្លៃកប់ពពកមួយនេះគឺគ្រួសារលោកអ្នកបើកទេថាងជឺឈិនក៏សួរថាលោកបាយខ្ញុំធ្វើអីតម្លៃគឺលោកពុកខ្ញុំជាអ្នកកំណត់មិនមែនខ្ញុំជាអ្នកកំណត់ឯណាជីឈឺក៏និយាយថាអ្នកណាឲ្យលោកឯងមិនទៅជួយនិយាយជាមួយឪពុកលោកឲ្យដាក់តម្លៃសមរម្យនោះពេលហ្នឹងសែវជាក៏និយាយទៅកាន់ជីឈឺថាសិស្សច្បងល្មមទៅវិញបានហើយពេលហ្នឹងថាងជឺឈិនក៏បានខាត់ថាជប់សិនពួកលោកទម្រាំបានមកដល់ទីនេះគឺពិបាកណាស់ខ្ញុំនាំពួកលោកទៅលេងកំសាន្តនៅបឋានសួគ៌9ជាន់មិនដែរសែវជាបានតបទៅកាន់ថាងជឺឈិនវិញថាពួកខ្ញុំនៅមានរឿងត្រូវធ្វើសូមមិនរំខានអ្នកប្រុសថាងទេសិស្សច្បងតោះទៅលើសម្ដីនេះហើយធ្វើឲ្យថាងជឺឈិនគឺប្រេះដូចជាថ្មអញ្ចឹងជីឈឺក៏និយាយទៅកាន់សែវជាថាសិស្សប្អូនតូចគេមានបំណងល្អទេតម្រុំធ្វើដំណើរដល់ទីនេះមិនងាយស្រួលទេបើបានត្រឹមតែយកដើរទៅហើយត្រឡប់ទៅវិញហ្មងវាគួរឲ្យអបសោកពេកហើយសែវជាក៏សួរជីឈឺថាសិស្សច្បងចង់ស្នាក់នៅទីនេះជីឈឺក៏យកលេសថាមិនមែនចង់ទាំងស្រុងទេគ្រាន់តែចង់នៅទីនេះមើលគេមើលឯងដើម្បីដឹងពីទំនៀមទម្លាប់ប្រពៃណីអ្នកនៅតំបន់នេះប៉ុណ្ណោះសែវជាក៏តបវិញថាអញ្ចឹងសម្រាប់តាមបងចុះជីឈឺក៏រត់ទៅរកអ្នកប្រធានជឺឈិនទាំងសប្បាយចិត្តព្រមទាំងនិយាយថាល្អណាស់សិស្សប្អូនតូចយកស្របហើយពួកយើងទៅថាងជឺឈិនក៏សួរទាំងសប្បាយចិត្តថាពិតមែនទេជីឈឺក៏បន្ថែមថាប្រកាសហើយតែយ៉ាងណាពួកខ្ញុំមិនទៅផ្ទះលោកទេព្រោះត្រូវមានរបៀបរបបគោរពលំតូនគួរឲ្យរំខានណាស់នៅទីនេះមានកន្លែងណាសប្បាយលោកនាំពួកខ្ញុំទៅលេងហ្មងទៅក៏ល្អដែរថាងជឺឈិនក៏តបថាទុកចិត្តចោលធានាថាពួកលោកនឹងចូលចិត្តមិនខានតែក្រឡេកមកសែវជារបស់យើងវិញគឺមុខខ្មៅពឹកគឺថាមិនពេញចិត្តទេគេក៏កាត់ឲ្យឃើញនៅវ៉ានហួរលើមួយកន្លែងដែលមាននារីស្អាតកំពុងតែរាំច្រៀងជីឈឺមកដល់ឃើញដូចនេះក៏សួរទៅកាន់ថាងជឺឈិនថាទេកន្លែងដែលលោកថាសប្បាយនឹងគឺផ្ទះកំសាន្តមួយនេះហ៎ថាងជឺឈិនក៏សើចទាំងសប្បាយថាត្រូវហើយមានកន្លែងណាដែលសប្បាយជាងទីនេះទៀតនោះពេលហ្នឹងមាននារីរបាំម្នាក់ខិតមកចិត្តសែវជាជីឈឺក៏យកដៃខ្ទប់ភ្នែករបស់សែវជាព្រមទាំងនិយាយទៅកាន់ថាងជឺឈិនថានេះលោកដេរិឆាណាសិស្សប្អូនតូចរបស់ខ្ញុំទៅតែអាយុ16ឆ្នាំមិនបានលោកនាំគេមកកន្លែងប្រភេទនេះថាងជឺឈិនក៏ប្រកាសថាលោកកុំច្រឡំអ្នកចម្រៀងនិងអ្នករាំនៅទីនេះលក់តែសិល្បៈមិនលក់ខ្លួនឡើយមិនដូចអ្វីដែលលោកគិតទេហើយក៏និយាយទៅកាន់នារីទាំងអស់នោះថាពួកនាងចេញសិនទៅណានារីទាំងអស់នោះក៏ឆ្លើយព្រមគ្នាថាចា
ជីឈឺក៏និយាយទៅកាន់សាវជាថាសិស្សប្អូនតូចមកពេលសិស្សច្បងមិនល្អឲ្យឯងមកកន្លែងបែបនេះសាវជាក៏តបថាអត់បញ្ហាទេឃើញសាវជាបំរុងយកស្រាមកផឹកក៏កញ្ឆាប់ពីដៃរបស់សាវជាព្រមទាំងនិយាយថាមកឯងនៅតូចអញ្ចឹងមិនអាចផឹកស្រាទេសាវជាក៏និយាយទៅកាន់ជីឈឺថាខ្ញុំអាយុ16ឆ្នាំហើយអ្នកផ្សេងអាយុស្រកខ្ញុំរៀបការអស់ហើយមិនគ្រាន់តែស្រាមួយកែវក៏ផឹកមិនបាននោះជីឈឺក៏បានតបវិញថាមិនបានទេមិនទាន់ដល់អាយុ18ឆ្នាំសិស្សប្អូនតូចពួកយើងមិនអាចផឹកស្រាបានទេហើយក៏មិនអាចរៀបការបានដែរជីឈឺក៏និយាយទៅកាន់សាវជាថាស្រាមួយកែវនេះទុកឲ្យសិស្សច្បងជួយផឹកចាំអញអាយុ18ឆ្នាំចាំបងនឹងប៉ៅអញគុណនឹង2មិនគិតច្រើនក៏លើកស្រានោះយកមកផឹកឃើញដូចនេះທາງជឿឈិនក៏កើតក្នុងចិត្តថាពិតជាស្រឡាញ់គេណាស់ដែលអាចស្និទ្ធស្នាលនឹងសិស្សច្បងសាវជាដល់ថ្នាក់នេះជីឈឺក៏សួរអ្នកប្រុសທາງទាំងមុខក្រហមថាអ្នកប្រុសທາងលោកដកដង្ហើមធំធ្វើស្អីអ្នកប្រុសທາងក៏និយាយថា16ឆ្នាំដូចតែគ្នាសមមិនបានខ្ញុំផឹកស្រាឡើងប៉ុន្មានកែវទៅហើយមិនគ្មានអ្នកណាមកខត់ខ្ញុំដែរអញ្ចឹងជីឈឺក៏ឆ្លើយថាលោកមិននឹងអាចប្រៀបស្មើនឹងសិស្សប្អូនតូចរបស់ខ្ញុំបាននោះអ្នកប្រុសทางក៏និយាយថាខ្ញុំអ្នកប្រុសทางគ្រាន់តែឮភ្លាមក៏កើតក្នុងចិត្តថាមិនស្រួលទេពេលនេះខ្ញុំកំពុងតែប្រច័ណ្ឌអ្នកណាឲ្យប្រកាសទៅមានអារម្មណ៍ថាដូចច្របូកច្របល់ណាស់ជីឈឺក៏សួរទៅកាន់ທາງជឿឈិនថាគ្មានពាក្យនិយាយតែម៉ានអត់និយាយចប់ក៏ស្ទុះទៅអោបដៃសាវជាជីឈឺក៏និយាយទៀតថាសិស្សប្អូនតូចខ្ញុំល្អជាងគេលើលោកនេះសិស្សប្អូនតូចស្ដាប់ណាស់មានសិស្សច្បងនៅអ្នកណាក៏មិនអាចធ្វើបាបឯងបានដែរហើយក៏យកមុខខ្លួននឹងទៅដោះមួយមុខសាវជាមិនបានប៉ុន្មានក៏ដួលបាត់ទៅដោយសារទៅស្វឹងខ្លាំងពេកជម្រាបលាអ្នកនរគ្នារឿងយើងមកដល់ទីបញ្ចប់ហើយសូមអរគុណអ្នកនរគ្នាចំពោះការគ្រប់គ្រងខ្ញុំរហូតមកបាយថ្ងៃរំចាំភាគក្រោយគឺថាថ្ងៃច័ន្ទអីខ្ញុំប្រហែលបានចេញទៅតថ្ងៃណាទៅនេះអីចឹងទៅ